នេះគឺជាកម្មវិធីកាត់តវីដេអូនៅលើទូរស័ព្ទដែលអាចបង្កើតនិង export វីដេអូបានរហូតដល់កម្រិត 4K និងបញ្ចប់ logo watermark អូខេអញ្ចឹងជាដំបូងដើម្បីប្រើប្រាស់នៅ app InShot នេះបានអ្នកទាំងអស់គ្នាគឺត្រូវ download ជាមុនសិនដោយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ App Store សម្រាប់ iOS ហើយនិង Play Store សម្រាប់ Android បន្តមកទៀតចុចទៅកន្លែង search រួចវាយពាក្យថា InShot ហើយនេះគឺជា app ដែលអ្នកទាំងអស់គ្នាត្រូវ download ហើយបន្ទាប់ពី download ហើយអ្នកទាំងអស់គ្នាអាចបើក app នេះបានដោយគ្រាន់តែចុចនៅលើពាក្យ open ហើយកន្លែងនេះគឺជាផ្ទាំងដំបូងនៃ app InShot ដែលអ្នកទាំងអស់គ្នាអាចចុចទៅលើវីដេអូដើម្បីធ្វើការ edit វីដេអូបានហើយនៅខាងលើនេះគឺមានពាក្យ new ដែលជាកន្លែងដែលអាចឲ្យយើងបង្កើតនៅ project ថ្មីបន្តមកទៀតនៅខាងក្រោមនេះគឺជា project ចាស់ៗដែលយើងបានកាត់ហើយដើម្បីធ្វើការបង្កើត project ថ្មីអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ new ហើយវានឹងបង្ហាញរូបភាពនិងវីដេអូផ្សេងៗដែលមាននៅក្នុងទូរស័ព្ទរបស់យើងហើយកន្លែងនេះដែរអ្នកទាំងអស់គ្នាគ្រាន់តែជ្រើសរើសនៅវីដេអូឬក៏រូបភាពណាដែលអ្នកទាំងអស់គ្នាចង់យកមក edit បន្តមកទៀតចុចសញ្ញា tick ហើយនៅកន្លែងនេះគឺជាកន្លែងដែលអាចឲ្យយើងកាត់និង edit វីដេអូបានដោយ icon ដំបូងអ្នកទាំងអស់គ្នាត្រូវតែស្គាល់នោះគឺប៊ូតុង play ដែលវាអាចឲ្យយើង play មើលវីដេអូនិង stop វីដេអូបានជាម្ចាស់ក្រុមហ៊ុន Microsoft មួយដ៏ធំហើយមិននឹកស្មានថាលោក Bill Gates ហើយបើសិនជាអ្នកទាំងអស់គ្នាចង់កាត់ផ្នែកណានៃវីដេអូអ្នកទាំងអស់គ្នាគ្រាន់តែចុច select នៅលើវីដេអូបែបនេះបន្ទាប់មកទៀត scroll ទៅកន្លែងណាដែលយើងចង់កាត់ហើយប្រើម្រាមដៃពីរដើម្បី zoom មើលថាកន្លែងណាដែលយើងចង់កាត់ឲ្យច្បាស់បន្ទាប់មកទៀត scroll មករកពាក្យ split ដែលនៅកន្លែងនេះអាចឲ្យយើងកាត់វីដេអូបានហើយយើងគ្រាន់តែទាញនៅវីដេអូទៅខាងមុខបន្តិចទៀតនៅកន្លែងណាដែលយើងចង់កាត់ទៀតបន្ទាប់មកទៀតចុច split ហ្នឹងម្ដងទៀតហើយដើម្បីលុបផ្នែកដែលអ្នកទាំងអស់គ្នាចង់កាត់ចេញគ្រាន់តែ select នៅលើវីដេអូដែលអ្នកទាំងអស់គ្នាបានកាត់ហើយនោះបន្ទាប់មកទៀតចុចនៅលើសញ្ញាធុងសម្រាប់មួយនេះបន្ទាប់ពីកាត់ហើយអ្នកទាំងអស់គ្នាអាចបន្ថែមរូបនិងវីដេអូផ្សេងទៀតបានដោយគ្រាន់តែចុចទៅលើសញ្ញាបូកនៅកន្លែងនេះបន្តមកទៀតជ្រើសរើសពាក្យវីដេអូនិង photo ហើយយើងអាចរើសមើលរូបភាពនិងវីដេអូដែលយើងចង់បន្ថែមមកទៀតបានបន្តមកទៀតចុចសញ្ញា tick ម្ដងទៀតហើយនេះគឺជាវីដេអូដែលយើងទើបតែទាញចូលមកអំបញ្ញមិញហើយយើងក៏អាច move វីដេអូណាមួយទៅផ្នែកខាងមុខឬក៏ខាងក្រោយបានដែរដោយអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើវីដេអូមួយនោះបន្តមកទៀតសង្កត់ឲ្យជាប់រួចអ្នកទាំងអស់គ្នាអាចរុញទៅមុខឬទៅក្រោយតាមចំណូលចិត្តបានបន្តមកទៀតចុច play ដើម្បីត្រឡប់មកកន្លែង edit វិញហើយបន្ទាប់ពីកាត់និង edit វីដេអូហើយអ្នកទាំងអស់គ្នាចង់ធ្វើការ export ដោយគ្មានជាប់ logo watermark អ្នកទាំងអស់គ្នាគ្រាន់តែចុចសញ្ញាខ្វែងនៅលើពាក្យ InShot កន្លែងនេះបន្តមកទៀតវានឹងលោតផ្ទាំងដែលតម្រូវឲ្យយើងមើល ad ដើម្បី remove នៅ watermark នោះហើយយើងអាចចុចទៅលើពាក្យ free remove នេះបានដែលគ្រាន់តែមើល ad ត្រឹមតែប្រហែល second តែប៉ុណ្ណោះបន្ទាប់ពីមើល ad រួចហើយនោះ watermark នឹងត្រូវបាន remove ចេញដែលអ្នកទាំងអស់គ្នាអាចធ្វើការ export បានដោយគ្រាន់តែចុចទៅលើសញ្ញាព្រួយនៅខាងលើនេះហើយកន្លែងនេះដែរវាមានជា resolution ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានដែលមានចាប់ពី420រហូតដល់ 4K បន្ទាប់មកទៀតនោះគឺ frame rate ដែលមានចាប់ពី24 frame រហូតដល់60 frame និង format ដែលមានពីរគឺ MOV ហើយនិង MP4 ហើយបន្តមកទៀតនោះគឺ Auto HDR ដែលអ្នកទាំងអស់គ្នាអាចបិទបើកនៅកន្លែងនេះបាននិងខាងក្រោមទៀតនោះគឺជាទំហំវីដេអូដែលអ្នកទាំងអស់គ្នា export ចេញបន្តមកទៀតយើងចុច save ដើម្បីធ្វើការ export ចេញហើយនៅកំឡុងពេលដែល export ចេញនេះអ្នកទាំងអស់គ្នាត្រូវបើកទូរស័ព្ទឲ្យជាប់រហូតទាល់តែការ export នេះត្រូវបានបញ្ចប់ហើយបន្ទាប់ពី export បានជោគជ័យអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងបែបនេះបន្តមកទៀតអ្នកទាំងអស់គ្នាអាចទៅរកមើលវីដេអូដែលយើងបាន edit ហើយនៅក្នុង gallery ទូរស័ព្ទបានហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាយើងជួបគ្នានៅវីដេអូក្រោយ